តោះយើងមកមើលគេធ្វើម្ហូបបែបសុកសែនៅប្រទេសចិនណាពីវីដេអូធ្វើម្ហូបរបស់គេអត់សូវខុសពីវីដេអូធ្វើម្ហូបនៅស្រុកខ្មែរទេប៉ុន្តែអ្វីដែលជាចំណុចពិសេសរបស់គេគឺការថតយកប្លង់ហើយគេគ្រាន់តែដើរចាប់យកចៅតលេយកទៅធ្វើម្ហូបឥឡូវយើងចាំមើលគេធ្វើឲ្យគេខ្លះទៀតថតបែបនេះស្អាតខ្ញុំគិតភាពស្អាតអានេះគឺជារបៀបដែលគេកាត់គុកខ្យងដើម្បីយកវាទៅធ្វើម្ហូបកាត់អញ្ចេះស្រួលបាទកាត់រុញចូលគូតហើយដាក់ទៅអញ្ចឹងទៅវាអត់បែកខ្ចៅមិនចងសំទុះខ្ចៅហើយការដាក់អំបិលចូលទៅក្នុងខ្ចៅហ្នឹងហើយយើងក្លុកដើម្បីឲ្យវាអស់ដីនិងជាតិអំបិលរបស់វាហ្នឹងណាយើងមានខ្ញីមានម្ទេសមានជីនេះគឺជាការដាក់ឆាជាមួយនឹងខ្ទះចិនគឺគេចូលចិត្តប្រើខ្ទះធំៗសម្រាប់ឆាគ្រឿងអីច្រើនដូចម្ហូបខ្មែរហ្នឹងទេខ្ញុំគេប្រើតែទឹកអ៊ីវហើយគេយកគ្រឿងពីទឹកពីខ្ញីទេហើយអ្វីដែលសំខាន់គឺប្រទាំងជ្រូកជាមួយខ្លាញ់គេនេះមួយម្ទេសមួយអីនេះនៅជាស៊ីកើតអត់ទេព្រះអង្គហើយព្រះអង្គម្ទេសហើយខ្លាញ់បែបនេះនោះអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងចាំមើលយើងទៅមើលវីដេអូគេធ្វើម្ហូបតទៀត停止！那得放多了。